តើអ្នកដឹងឬទេថាអ្វីទៅជាចំណុចខុសគ្នារវាងអ្នកឈ្នះនិងអ្នកចាញ់រវាងអ្នកដែលសម្រេចចិត្តបានជាមួយនឹងអ្នកដែលត្រឹមតែសុបិនវាមិនមែនជារឿងប្រាក់ឬក៏ជារឿងនៃការភ្នាល់គ្នាណាមួយនោះទេប៉ុន្តែវាគឺតកតងទៅនឹងទស្សនៈនិងអត្តចរិតថ្ងៃនេះយើងនឹងចូលទៅកាន់សៀវភៅដែលមានអនុភាពមួយទៀតដែលមានចំណងជើងថា attitude is everything អត្តចរិតគឺជាអ្វីៗទាំងអស់សៀវភៅនេះបានបង្ហាញអំពីគំនិតនិងពាក្យនិយាយដែលរួមជាមួយនឹងសកម្មភាពរបស់អ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងស្រុងបានបើយើងនិយាយអំពីការគិតវិញគឺជាជំហានដំបូងអ្វីដែលអ្នកគិតគឺនឹងបង្កើតអនាគតរបស់អ្នកសាកគិតស្រមៃមើលថាអ្នកលក់ស្បែកជើងពីរនាក់គាត់លក់នៅផ្សារតែមួយហើយគ្មាននរណាម្នាក់ពាក់ស្បែកជើងនោះទេម្នាក់ទៀតនិយាយថាគ្មានអាជីវកម្មទេពួកគេមិនពាក់ស្បែកជើងឡើយម្នាក់ទៀតនិយាយថាវាគឺជាឱកាសដ៏ធំពួកគេទាំងអស់គ្នាត្រូវការស្បែកជើងស្ថានភាពដូចគ្នាប៉ុន្តែផលប៉ះពាល់មានលក្ខណៈខុសគ្នាទាំងអស់នេះគឺដោយសារតែទស្សនៈអ្នកនិពន្ធបានបង្រៀនយើងឲ្យស្រមៃឃើញពីភាពជោគជ័យមុនពេលដែលវាកើតឡើងដូចជាអត្តពលិកដែលស្រមៃឈ្នះមុននឹងពួកគេចូលប្រកួតទៅទៀតអ្នកក៏អាចស្រមៃឃើញការសម្រេចបាននៅកន្លែងសម្ភាសឬពេលប្រឡងផងដែរការស្រមៃនេះធ្វើឲ្យខួរក្បាលរបស់អ្នករៀបចំកាយសម្បទាដើម្បីយកឈ្នះនៅក្នុងការប្រកួតប្រជែងហើយក៏កុំភ្លេចនៅសម្លេងមួយដែលនៅក្នុងចិត្តរបស់អ្នកជំនួសវាពីពាក្យដែលខ្ញុំមិនអាចពីពាក្យដែលខ្ញុំមិនអាចទៅរួចខ្ញុំមិនអាចធ្វើបានខ្ញុំមិនមានលទ្ធភាពខ្ញុំមិនអាចធ្វើវាបាននោះទេទៅជាខ្ញុំនឹងរកវិធីក្នុងការធ្វើវាឲ្យបានអ្វីដែលអ្នកប្រាប់ខ្លួនឯងនឹងខ្លាចទៅជារឿងពិតនៅក្នុងខ្សែជីវិតរបស់លោកអ្នកចូលចាំថាពាក្យរបស់អ្នកអ្វីដែលចេញពីមាត់របស់អ្នកគឺមានអំណាចយ៉ាងពិតប្រាកដប្រសិនបើអ្នកតែងតែពោលពាក្យថាខ្ញុំស្អប់ថ្ងៃច័ន្ទតើអ្វីដែលកើតមានឡើងគឺនៅរាល់ថ្ងៃច័ន្ទគឺជាថ្ងៃដែលធ្វើឲ្យអ្នកនឹងមានអារម្មណ៍ថាមួម៉ៅរសាប់រសល់និងមិនមានអារម្មណ៍នៅក្នុងការអនុវត្តកិច្ចការងារឬក៏ធ្វើអ្វីៗថ្មីនោះទេតែបើក្នុងករណីដែលអ្នកនិយាយថាសប្តាហ៍នេះគឺជាឱកាសរបស់ខ្ញុំដើម្បីធ្វើឲ្យជីវិតរបស់ខ្ញុំកាន់តែមានភាពប្រសើរឡើងថ្ងៃច័ន្ទនេះហើយគឺជាថ្ងៃដែលផ្លាស់ប្ដូរនៅស្ថានភាពរបស់ខ្ញុំបានទាំងស្រុងនេះគឺជាមូលហេតុដែលអ្នកនិពន្ធផ្ដល់អនុសាសន៍អំពីការធ្វើនៅការ affirmation និយាយនៅពាក្យវិជ្ជមានដូចជាខ្ញុំមានទំនុកចិត្តលើខ្លួនឯងខ្ញុំអាចធ្វើបានប្រសិនបើអ្នកនិយាយរាល់ថ្ងៃអ្នកនឹងបង្កើតការផ្លាស់ប្ដូរនៅក្នុងផ្លូវចិត្តរបស់អ្នកហើយចុងក្រោយអ្នកនឹងរស់នៅទៅតាមពាក្យសម្ដីដែលអ្នកបាននិយាយនោះឯងសុបិនគឺវាគ្មានអត្ថន័យនោះទេប្រសិនបើគ្មានសកម្មភាពមនុស្សជាច្រើនរងចាំពេលវេលាដែលល្អឥតខ្ចោះប៉ុន្តែមនុស្សជោគជ័យចាប់ផ្ដើមនាពេលនេះទោះបីជាមិនទាន់មានភាពល្អឥតខ្ចោះក៏ដោយចាប់ផ្ដើមដោយសកម្មភាពតូចៗហើយកម្លាំងនឹងបង្កើតឡើងឲ្យវាកាន់តែមានភាពល្អិតល្អន់ច្បាស់លាស់និងមានភាពរីកចម្រើនឡើងពេលមានបញ្ហាកើតឡើងកុំរត់គេចត្រូវប្រឈមមុខដោយកម្លាំងចាំបាច់ចងចាំនៅ edition ដែលគាត់បរាជ័យជាង 1000 ដងនៅក្នុងការបង្កើតអំពើភ្លើងតែគាត់មិនបាននិយាយថាខ្ញុំបរាជ័យនោះទេតែគាត់បាននិយាយថាខ្ញុំបានរកឃើញថា 1000 វិធីគឺមិនអាចធ្វើឲ្យអំពូភ្លើងមានដំណើរការនោះទេបន្ថែមពីនោះទៅទៀតអ្នកត្រូវជ្រើសរើសមនុស្សដែលនៅជុំវិញអ្នកប្រសិនបើអ្នកចង់ហោះហើរកុំចំណាយពេលវេលានៅជាមួយនឹងអ្នកដែលកំពុងតែកាត់ស្លាប់អ្នកនៅពេលដែលអ្នកជួបនរណាម្នាក់អ្នកមិនអាចដឹងថាគាត់បានសិក្សាដល់ថ្នាក់បរិញ្ញាបត្រអនុបណ្ឌិតឬក៏បណ្ឌិតនោះទេប៉ុន្តែកាយវិការនិងអត្តចរិតក៏ដូចជាសម្ដីសម្ដៅរបស់គាត់ភាពរួសរាយរាក់ទាក់និងការគោរពបើសិនបើបុគ្គលម្នាក់មានកាយវិការប្រកបដោយប្រូតូកូលប្រកបដោយភាពមានទំនុកចិត្តលើខ្លួនឯងនោះអ្នកនឹងអាចស្មានបានថាគាត់គឺជាបុគ្គលដែលមានការអប់រំគឺជាមនុស្សដែលមានសុជីវធម៌ដូច្នេះហើយអត្តចរិត attitude កប្បកិរិយាគឺពិតជាបង្ហាញនៅអ្វីគ្រប់យ៉ាងរបស់អ្នកចូលចាំថាការដែលយើងមិនស្ទើរស្ទាក់មិនចោះចាញ់ហ្នឹងគឺវាគឺជាចំណុចដ៏សំខាន់ J.K. Rowling ត្រូវបានគេបដិសេធចំនួន12ដងមុនពេលដែលគាត់បានជោគជ័យនៅក្នុងការនិពន្ធសៀវភៅ Harry Potter ដែលជាសៀវភៅដ៏មានប្រជាប្រិយភាពលំដាប់ពិភពលោកផងដែរអ្នកឈ្នះគឺជាមនុស្សដែលមិនចេះបោះបង់ជាចុងក្រោយអ្នកនិពន្ធក៏ចង់បញ្ជាក់បន្ថែមឲ្យយើងចងចាំថាទស្សនៈមិនមែនគឺជាផ្នែកតូចៗនៃជោគជ័យនោះទេទស្សនៈគឺជាអ្វីទាំងអស់គឺជាអ្វីគ្រប់យ៉ាងគំនិតវិជ្ជមាននិយាយវិជ្ជមាន
ធ្វើដោយទំនុកចិត្តហើយជីវិតអ្នកនឹងផ្លាស់ប្ដូរបានទាំងស្រុងគ្រប់ដំណើរទៅរកភាពជោគជ័យរបស់បុគ្គលល្បីៗលើពិភពលោករបស់អ្នកទាំងឡាយដែលកំពុងតែមានវត្តមាននៅក្នុងគេហទំព័រជោគជ័យ Millionaire Billionaire គឺវាចាប់ផ្ដើមពីទស្សនៈរបស់គាត់ចូលចាំថាសុបិនពិតជាមិនអាចធ្វើឲ្យអ្នកមាននៅអ្វីនោះទេផ្ទុយទៅវិញសកម្មភាពពិតជាជួយអ្នកបានពាក្យវិជ្ជមានដែលអ្នកនិយាយរាល់ថ្ងៃគឺពិតជាអាចផ្លាស់ប្ដូរជីវិតរបស់លោកអ្នកបានសូមអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅប្រធានបទបន្ត